ខាត់ណាទឹកភ្នែកគឺជាមុខម្ហូបមួយមុខដែលគេនិយមធ្វើហើយពិសេសគឺយើងយកមកធ្វើជាគ្រឿងក្លែមតែម្ដងសម្រាប់មុខម្ហូបនេះបើសិនជាបងប្អូនមិនចេះញ៉ាំហឹរទេគឺរៀងពិបាកក្នុងការញ៉ាំបន្តិចអាចថាមិនមែនទឹកភ្នែករបស់ខាត់ណាទេគឺទឹកភ្នែករបស់អ្នកញ៉ាំតែម្ដងយើងមានសាច់គោហើយសម្រាប់សាច់គោបងប្អូនត្រូវជ្រើសរើសយកសាច់គោដែលផុយកុំយកសាច់ស្វិតបន្ទាប់មកទៀតយើងមានខ្ទឹមសម្ទេសជាមួយនឹងក្រូចឆ្មាចុងក្រោយគឺបន្លែដើមខាត់ណានេះឯងដែលយើងមិនអាចខ្វះបានចំពោះដើមខាត់ណាគឺយើងចិតរៀងចង្វាមូលហើយអ្នកខ្លះគឺគាត់យកតែដើមតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំយកទាំងស្លឹកទាំងដើមព្រោះអីយើងស្ដាយស្លឹកខ្ចីៗបន្ទាប់ពីយើងចិតដើមខាត់ណារួចហើយគឺយើងយកទាំងដើមទាំងស្លឹកនោះមកលាងសម្អាតទឹកពី3 4 5ទឹកស្រេចតែបងប្អូនធ្វើមិនឲ្យតែបន្លែយើងហ្នឹងគឺបានច្រាស់ដីនិងស្អាតបានល្អដាំទឹកឲ្យពុះបន្ទាប់មកគឺយើងយកបន្លែខាត់ណារបស់យើងហ្នឹងមកធ្វើការស្រុះជាមួយនឹងទឹកក្តៅរបស់យើងហើយសម្រាប់ទឹកក្តៅបងប្អូនបន្ថែមប្រេងឆាបន្តិចដើម្បីឲ្យពណ៌របស់បន្លែរបស់យើងនៅពណ៌បៃតងល្អបន្ទាប់ពីយើងស្រុះបន្លែហើយគឺបងប្អូនត្រងបន្លែរបស់យើងនឹងមកត្រាំជាមួយទឹកកកសិនដើម្បីឲ្យបន្លែរបស់យើងនឹងគឺបានស្រួយល្អយើងយកក្រូចឆ្មាមកហាន់ជាចំណិតដើម្បីយើងងាយស្រួលច្របាច់យកទឹកបន្ទាប់ពីយើងហាន់ក្រូចឆ្មាហើយគឺយើងយកសាច់គោហើយចំពោះសាច់គោគឺយើងជាផ្នែកស្បែកហើយនឹងខ្លាញ់ចេញយើងយកតែផ្នែកសាច់ទេចំពោះសាច់គោគឺបងប្អូនចិតជា3 4ចំណិតអញ្ចឹងបន្ទាប់មកគឺយើងហាន់សាច់គោជាចំណិតស្ដើងប៉ុន្តែបងប្អូនមើលទៅរូបភាពនឹងខ្ញុំគឺរៀងហាន់ក្រាស់បន្តិចហើយប៉ុន្តែពេលបងប្អូនហាន់គឺកុំធ្វើតាមគឺព្យាយាមធ្វើយ៉ាងម៉េចឲ្យសាច់គោរបស់យើងនឹងគឺឲ្យបានស្ដើងដើម្បីយើងងាយស្រួលក្នុងការចម្អិនវាជាមួយនឹងក្រូចឆ្មាបន្ទាប់មកទៀតគឺយើងយកក្រូចឆ្មាមកច្របាច់ទៅលើសាច់គោរបស់យើងហើយចំពោះបរិមាណក្រូចឆ្មាគឺយើងច្របាច់រៀងច្រើនបន្តិចពេលយើងច្របាច់ក្រូចឆ្មារួចហើយគឺយើងយកស្លាបព្រាមកច្របល់សាច់គោរបស់យើងនឹងគឺឲ្យបានចូលជាតិនិងសព្វសាច់គ្នាល្អសិនហើយនឹងត្រាំគោជាមួយនឹងក្រូចឆ្មានឹងទុកមួយសន្ទុះសិនបន្ទាប់មកទៀតគឺយើងថាច្របល់និងពូតយកទឹកនិងឈាមរបស់សាច់គោចេញហើយបងប្អូនព្យាយាមពូតធ្វើម៉េចឲ្យសាច់គោយើងនឹងគឺអសល្អយើងធ្វើការបុកទឹកត្រីកោះកុងដោយយើងមានខ្ទឹមសជាមួយនឹងម្ទេសហើយធ្វើការបុកគ្រឿងទាំងពីរមុខនេះឲ្យបានម៉ត់ល្អបន្ទាប់មកទៀតយើងធ្វើការដាក់គ្រឿងផ្សំរបស់យើងមានម្សៅស៊ុបស្ករសប៊ីចេងជាមួយនឹងទឹកត្រីហើយយើងច្របាច់ក្រូចឆ្មាចូលហើយចំពោះបរិមាណក្រូចឆ្មាបងប្អូនលៃលកទៅតាមគ្រឿងរបស់យើងហើយធ្វើការភ្លក្សយករសជាតិប្រៃជូរអែមល្មមបន្ទាប់មកទៀតគឺយើងយកបន្លែខាត់ណារបស់យើងមកតម្រៀបទៅក្នុងចានរបស់យើងហើយគឺចាប់ផ្ដើមយកសាច់គោរបស់យើងនោះគឺយកមករៀបពីលើខាត់ណារបស់យើងដោយតែបានបង្ហាញបងប្អូននៅក្នុងវីដេអូជាចុងក្រោយបងប្អូនគ្រាន់តែយកទឹកត្រីកោះកុងមកស្រោចពីលើសាច់គោរបស់យើងទៅតាមបរិមាណសាច់និងបន្លែចំពោះវីដេអូខាត់ណាទឹកភ្នែករបស់យើងនេះគឺបានមកដល់ទីបញ្ចប់ហើយបងប្អូនអញ្ចឹងនាងខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះរហូតដល់ចប់